នៅព្រឹកថ្ងៃទី22ខែកក្កដាឆ្នាំ2026 អាយដាមអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យអាយដាមសនសៃវណ្ណាសៃឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជាអមដោយមន្ត្រីស្ថានទូតចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារនៅសាលទទួលភ្ញៀវរបស់អាយដាមអនុប្រធានទី1ក្នុងវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាកិច្ចចាប់ផ្ដើមឯកឧត្តមអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភាបានសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជានិងបានអបអរសាទរខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតសភារវាងកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងបានគូបញ្ជាក់ថាកម្ពុជាឡាវមានចំណងមិត្តភាពជាបងប្អូននិងកិច្ចសហប្រតិបត្តិការល្អប្រសើរតាមរយៈប្រវត្តិសាស្ត្រប្រជាជនវប្បធម៌អរិយធម៌និងការតស៊ូរួមគ្នាដើម្បីឯករាជ្យភាពដ៏យូរលង់របស់ប្រទេសទាំងពីរឯកឧត្តមអនុប្រធានទី1បានកោតសរសើរចំពោះព្រឹត្តិការណ៍សំខាន់ៗរំលឹកខួបលើកទី70នៃទំនាក់ទំនងការទូតនៅក្នុងប្រទេសទាំងពីរដែលជាសាមគ្គីភាពបង្ហាញឲ្យឃើញពីការពង្រឹងមិត្តភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីពហុវិស័យកាន់តែរឹងមាំថែមទៀតក្រោមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងកម្ពុជាឡាវលើពីនេះឯកឧត្តមអនុប្រធានទី1ព្រឹទ្ធសភាបានជម្រាបជូនអំពីអតិភិបចម្បងទាំងពីររបស់ព្រឹទ្ធសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាពិសេសការទូតសភាដែលមានទិសដៅសម្រាប់ពង្រឹងពង្រីកនិងរឹតបន្តឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់សម្ដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងសកលដែលផ្ដល់ផលប្រយោជន៍រួមក្នុងបរិបទដែលស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងមានការវិវត្តប្រែប្រួលឆាប់រហ័សនិងពិបាកប៉ាន់ស្មានជាការឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតឡាវបានសម្ដែងនៅអគុណយ៉ាងជ្រាលជ្រៅចំពោះពាក្យពេចន៍ដ៏កក់ក្ដៅនិងទស្សនៈប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងបានលើកឡើងថាការបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតមានអារម្មណ៍ដូចជាកំពុងនៅក្នុងមាតុភូមិរបស់ឯកឧត្តមផ្ទាល់ដោយសារតែភាពស្និទ្ធស្នាលយ៉ាងជ្រាលជ្រៅផ្នែកវប្បធម៌ប្រវត្តិសាស្ត្រនិងភូមិសាស្ត្ររវាងប្រជាជនទាំងពីរឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័សនៅសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតាមរយៈការសង្កេតឃើញដោយផ្ទាល់នៅស្ថិរភាពដ៏យូរអង្វែងក្នុងផ្នែកនយោបាយនិងសង្គមសេដ្ឋកិច្ចរបស់កម្ពុជាឯកឧត្តមឯកអគ្គរដ្ឋទូតបានព្យាករណ៍ដោយទំនុកចិត្តថាកម្ពុជានឹងកាន់តែខ្លាំងក្លារឹងមាំឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានរំលេចពីវឌ្ឍនភាពនិងសមិទ្ធផលជាក់ស្ដែងនានាដែលកើតចេញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីររាប់ទាំងការចាប់ផ្ដើមប្រតិបត្តិការដឹកជញ្ជូនទំនិញកសិកម្មកម្ពុជាទៅកាន់ទីផ្សារតំបន់តាមរយៈផ្លូវរថភ្លើងល្បឿនលឿនឯកឧត្តមក៏បានជម្រាបជូនអំពីភាពធន់សេដ្ឋកិច្ចកម្ពុជាសក្តានុពលកសិកម្មនិងការត្រៀមជួយភ្ជាប់ទំនិញឡាវទៅនឹងទីផ្សារសកលតាមច្រករបៀងកម្ពុជាព្រមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃការគោរពបូរណភាពទឹកដីច្បាប់អន្តរជាតិនិងការដោះស្រាយបញ្ហាដោយសន្តិវិធីកិច្ចសន្ទនាប្រកបដោយផ្លែផ្កានេះទទួលបាននូវទស្សនៈជាជំហានដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនៅក្នុងកិច្ចការសភារដ្ឋាភិបាលប្រជាជននិងការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងទេសចរណ៍រវាងកម្ពុជាឡាវ